ជិះម៉ូតូឡានពេលនេះជិះទូកវិញម្ដងឥឡូវទោះបីចង់ឆ្លងមិនអាចទៅបានទៀតឡើយលៀងខ្លាំងទឹកហូរដូចបាំងទំនប់បងប្អូនមានទុកជិះទូកជំនួជិះឡានធ្លាប់ឃើញស្រុកគេហេតុការណ៍កើតស្រុកយើងបានគ្រានេះកើតលឹងការស្មានផ្ទះខ្ញុំលិចដូចទន្លេពោធិ៍សាត់បាត់ដំបងបន្ទាយមានជ័យទឹកភ្លៀងប្រឡ័យលិចជន់ដំណាំកសិករខេត្តកំពង់ស្ពឺហូរមកភ្នំពេញបន្តខណ្ឌដង្កោធ្លាប់តែអ៊ូអឥឡូវដូចទន្លេហើយឃើញស្រុកគេហេតុការណ៍កើតស្រុកយើង